អូខេវីដេអូមួយនេះខ្ញុំបាទកូឡាសូមធ្វើការប្រាប់អំពីវិធីដើម្បីចូលទៅក្នុង Page Shushu និងក៏ដូចជាការវេលុយទៅឲ្យក្រុមហ៊ុន Page Shushu ដើម្បីឲ្យគេ approve នៅ Page Shushu របស់យើងអាចរកលុយបានដោយការបង្ហោះវីដេអូក្នុង Page Shushu ហើយយើងធ្វើការ share ទៅកាន់ social media ផ្សេងៗដើម្បីទទួលបានលុយเนาะក្នុងការចុចមើលเนาะដំបូងយើងសរសេរ www Page Shushu เนาะហើយក៏ចុច search មកតបយ៉ាងតិចយើងរើសពាក្យថា Page Shushu sign in เนาะចូលអូខេអានេះគឺuser ID ខ្ញុំធ្វើការអានេះគឺបាននេះរួចហើយទូទាត់ប្រាក់រួចហើយតែនៅមួយនេះមិនតបានទូទាត់ប្រាក់เนาะកន្លែងនេះគឺលេខកូដเนาะខ្ញុំធ្វើការវាយលេខកូដបន្តិចអូខេបន្ទាប់ពីយើងវាយលេខកូដរួចហើយយើងចុច create នេះមកដើម្បីទូរស័ព្ទយើងចាំเนาะហើយយើងចុច sign in តមកទៅវាចេញខៀវចឹងเนาะ sign in successful ហើយអូទូនទៅអូខេតមកយើងចុចចូលបែបនេះเนาะអានេះគឺគាត់បានហើយនេះ19នេះតអត់បានធ្វើទេប៉ុន្តែមានអ្នកនៅខាងលើគាត់ច្រើនគេរអញ្ចឹងគាត់នៅខាងក្រោមក៏បានដែរហ្នឹងហើយឧទាហរណ៍ថាយើងមិនទាន់ផ្ញើលុយឲ្យក្រុមហ៊ុនគឺវាចេញបែបនេះเนาะគឺវាចេញបែបនេះគឺមិនទាន់ approve ឲ្យទេដើម្បីធ្វើការវេលុយទៅឲ្យក្រុមហ៊ុនវេលុយទៅឲ្យក្រុមហ៊ុនពីមុនខ្ញុំបានធ្វើវីដេអូរួចហើយតាក់ទងនឹងការវេលុយប៉ុន្តែធ្វើបានតែវីដេអូតាក់ទងនឹងការវេលុយទៅកម្មបញ្ជី PayPal เนาะតែអានេះខ្ញុំនឹងធ្វើអំពីការវេលុយបញ្ជី PayPal ផងនិងអ្នកដែលគាត់មានកងធនាគារនៅប្រទេសថៃក៏គាត់អាចទូទាត់ខ្លួនឯងបានដែរហ្នឹងដំបូងខ្ញុំចុចចូលទៅនេះមកបន្តមកទៀតយើងធ្វើការជ្រើសរើសនៅធនាគារเนาะចុចកន្លែងនេះខាងលើគឺ Thailand Bank เนาะទាំងពីរនេះបើយើងនៅប្រទេសថៃយើងរើសយកខាងលើទៅតែបើយើងនៅប្រទេសផ្សេងយើងយក PayPal ដូចជាប្រទេសកូរ៉េដូចជាប្រទេសខ្មែរ36ប្រទេសហ្នឹងអាចធ្វើនៅ Page Shushu បានហ្នឹងគឺយើងអាចទូទាត់តាម PayPal នេះឧទាហរណ៍ថាខ្ញុំចង់ទូទាត់តាម PayPal ខ្ញុំចុចទៅនេះទៅ user ID យើងត្រឹមត្រូវហើយចុចពណ៌ខៀវហើយយើងអាចទូទាត់តាម Mastercard Visa Card ជាច្រើនទៀតនេះហើយយើងចុចហើយផង PayPal ផងដែរហើយយើងចុចទៅនេះទៅសូមឲ្យទោះផងដែរនិយាយដោយអត់សូវស្ទាត់ក៏សូមឲ្យទោះផងដែរបន្ទាប់ពីវាវិលហើយគឺវារត់ចូលក្នុងបញ្ជី PayPal យើងក៏ដូចជា Mastercard Visa Card เนาะអញ្ចឹងយើងអាចធ្វើការទូទាត់ឲ្យខាងក្រុមហ៊ុន Page Shushu ចំនួន$30ណាដោយសារខ្ញុំអត់បានមានបញ្ជី PayPal ទេអញ្ចឹងខ្ញុំចង់ប្រាប់អំពីវិធីមួយទៀតទូទាត់តាមកងធនាគារនៅប្រទេសថៃសម្រាប់បងប្អូនយើងដែលគាត់នៅប្រទេសថៃគាត់ចង់ទូទាត់ឲ្យ Page Shushu ចំនួន$1000បាតเนาะបើជាដុល្លារតាម PayPal គឺ$30តែបើនៅប្រទេសថៃនេះនៅប្រទេសថៃយើងទូទាត់តាមបញ្ជីធនាគារគឺចំនួន$1000เนาะតាម user ID យើងឧទាហរណ៍ថា user ID យើងកតុយប្រមាណកតុយ32เนาะកតុយ32អញ្ចឹងយើងត្រូវផ្ញើទៅខាងក្រុមហ៊ុនគឺ$1000បាតចុច32เนาะអូខេកតុយ user ID យើងនេះកតុយនេះ32យើងផ្ញើឲ្យខាងក្រុមហ៊ុន Page Shushu ចំនួន$1000បាតចុច32បាតเนาะអូខេសុំទោសថយក្រោយយើងជ្រើសយកធនាគារថៃเนาะហើយបន្ទាប់មកទៀតយើងចុចពណ៌ខៀវនេះទៅតបមកតំណេះគឺជាថ្ងៃខែเนาะថ្ងៃខែដែលយើងបញ្ជូនឧទាហរណ៍ថ្ងៃនេះ2017ថ្ងៃទី1ថ្ងៃទី22ហ្នឹងទៅម៉ោងប្រហែលឧទាហរណ៍ថាម៉ោង12เนาะម៉ោង12ហ្នឹងទៅប្រហែលនាទីជាងឧទាហរណ៍ថាម៉ោង12 1នាទី38វិនេះគ្រាន់តែឧទាហរណ៍ទេធ្វើគំរូតាមហ្នឹង38វិបន្ទាប់មកទៀតយើងយកពាក្យថាលើក file เนาะលើក file មកហើយយើងរកត្រប់បាយ slip ដែលយើងបានផ្ញើលុយទៅកាន់ក្រុមហ៊ុន Page Shushu យើងយកกระดาษហ្នឹងទុកเนาะឧទាហរណ៍ថានេះទៅចុះឧទាហរណ៍ថានេះเนาะឧទាហរណ៍ថានេះចឹងហើយយើងធ្វើការអាប់ដេតវាតែម្ដងទៅឲ្យក្រុមហ៊ុន Page Shushu เนาะ
អូខេเนาะវាដាក់ថាវា48ម៉ោងវានឹង approve នៅpage ជួយើងเนาะអូខេចុចអូខេមកឃើញអត់តែយើងដាក់ខាងលើនេះពេលដែលយើងចូលដំបូងនេះខ្ញុំឧទាហរណ៍មិញមិនម៉ងអត់ដូចគ្នាតែខ្ញុំឧទាហរណ៍เนาะអញ្ចឹងយើងមើលពេលវេលាដែលយើងផ្ញើលុយទៅកាន់ page ជួម៉ោងម៉ាដូចថានេះម៉ោង21:35.48 វិអញ្ចឹងយើងសរសេរទៅនេះមកម៉ោង21:25នាទី43វិអញ្ចឹងទៅเนาะតែនេះខ្ញុំសរសេរឧទាហរណ៍ទេកុំច្រឡំដាក់ម៉ោងថ្ងៃខែខុសគ្នាគឺគេអត់អោយទេเนาะគេអត់អោយទេនឹងឯងយើងធ្វើការផ្ញើលុយទៅគេហើយគឺយើងទុកกระดาษនេះមកថតឲ្យសរសេរថ្ងៃខែដាក់ពីលើเนาะអានេះ user ID គេទុយ63មែនអត់អញ្ចឹងខ្ញុំត្រូវធ្វើការវាយលុយទៅឲ្យក្រុមហ៊ុនគឺ 1000.63 បាតเนาะតាមកន្ទុយ user ID អូខេសង្ឃឹមថាយល់เนาะសង្ឃឹមថាយល់ហើយតនេះយើងមិនមកធ្វើការលុបវាចោលទេយើងមកធ្វើការលុបវាចោលទេเนาะអូខេនេះខ្ញុំចុចថយក្រោយវិញហើយដោយសារខ្ញុំមិនបាននេះទេអូខេเนาะអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះសង្ឃឹមថាយល់ទាំងអស់គ្នាអរគុណច្រើនសូមជម្រាបលា